คล้ายๆปีนเชียมช็อปปี้របស់ Taylor Swift ចឹងខ្ញុំជឿថាយើងទាំងអស់គ្នាប្រកាសជាទទួលបានព័ត៌មានដល់ភ្ញាក់ផ្អើលពី idol របស់យើងគឺ Taylor Swift ដែលគាត់បានប្រកាសភ្ជាប់ពាក្យជាមួយនឹងគូស្នេហ៍របស់គាត់ Travis Kelce កាលពីថ្ងៃទី26 ខែ 8 កន្លងទៅហ្នឹងអូខេចឹងខ្ញុំឃើញថាគ្នាយើងជាច្រើនបានចាប់អារម្មណ៍ទៅលើព័ត៌មានមួយនេះជាពិសេសគឺជាភ្ជាប់ពាក្យរបស់គាត់តែម្ដងចឹងហើយខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅដឹងពីព័ត៌មានទូស្ដីពីជាមួយហ្នឹងអូខេចឹងជាភ្ជាប់ពាក្យរបស់ Taylor Swift គឺត្រូវបាន design និងធ្វើដោយអ្នកធ្វើពេជ្រដែលមានឈ្មោះថា Kendrick Lamar នៅទីក្រុង New York សហរដ្ឋអាមេរិកហើយការ design នេះដែរអ្នកទាំងអស់គ្នាគឺមានការចូលរួមផ្ទាល់ពីសំណាក់គូតដងរបស់ Taylor Swift ផ្ទាល់តែម្ដងដល់ឡែកសម្រាប់ពេជ្រមួយគ្រាប់នៅលើចិញ្ចៀនរបស់គាត់នឹងវិញគឺតាមការប៉ាន់ស្មានគឺគេបានដឹងថាវាអាចនឹងកកើតឡើងនៅក្នុងចន្លោះសតវត្សទី18ឬក៏ទី19ដែលឡែករាងនៃគ្រាប់ពេជ្រនឹងវិញគឺគេ design បែប cushion like shape ដែលជាប្រភេទរាងមួយដែលផ្ដល់ភាពឆេងចាំងយ៉ាងខ្លាំងទៅដល់ពេជ្រមួយគ្រាប់ហ្នឹងហើយបើនិយាយពីទំហំវិញគឺគេប៉ាន់ស្មានថាចន្លោះពី8ទៅ10ការ៉ាត់ចឹងទំហំ8ទៅ10ការ៉ាត់ហើយតម្លៃវាក៏មិនថោកដែរអ្នកទាំងអស់គ្នាអញ្ចឹងគឺគេអាចប៉ាន់ស្មានថាតម្លៃវាគឺអាចចន្លោះពី$55,000រហូតដល់$1,000,000អូខេចឹងថ្ងៃនេះគឺជាព័ត៌មានត្រួសស្ដីពីជាភ្ជាប់ពាក្យរបស់ idol យើងហើយចង់បញ្ជាក់អ្នកទាំងអស់គ្នាផងដែរថា Taylor Swift គឺគាត់ភ្ជាប់ពាក្យនេះគឺនៅអាយុ35ឆ្នាំហើយតាមព័ត៌មានបានដឹងថាគឺគាត់ធ្លាប់បែកបាក់ស្នេហានេះគឺ10ដងជាងហើយតែចុងក្រោយគឺគាត់នៅតែអាចរកមនុស្សពិតប្រាកដឃើញអញ្ចឹងណាចឹងគ្នាយើងដែលជា fan ខ្ញុំថាអាចសង្ឃឹមអាចមើល idol ជាគឺបានអូខេចឹងអរគុណច្រើនសម្រាប់ការតាមដានវីដេអូនេះហើយជួបគ្នា